កំពឹងសេចក្តីសុខរបស់យើងជាប់ទៅជាមួយនឹងអ្នកដទៃយើងកុំផ្ញើជីវិតជីវ៉ាយើងសេចក្តីសុខយើងជាមួយអ្នកដទៃស្រេចបាត់ហើយបើអ្នកដទៃប្រែប្រួលមិនទៀងទៅយើងមិនយំបន្ថែមទឹកភ្នែកច្រើនជាងមហាសមុទ្រហើយថែមមកជាតិនឹងទៅទៀតនឹងឲ្យដឹងជាតិណាឈប់យំបើយើងផ្ញើសេចក្តីសុខជាមួយអ្នកដទៃផ្ញើជាមួយសេចក្តីល្អរបស់យើងដែលសេចក្តីល្អនឹងឯងបានឈ្មោះថាយើងអាចពឹងខ្លួនឯងបានខ្លួនយើងមានសមត្ថភាពជួយខ្លួនឯងបានហើយចុះបើយើងផ្ញើសេចក្តីសុខរបស់យើងជាមួយលេបចុះបើលេបនឹងវាបាត់បង់ទៅជាមួយយោះចុះបើយោះនឹងវាត្រូវធ្លាក់ចុះទៅជាមួយនឹងសរសើរចុះបើគេនិន្ទាទៅអញ្ចឹងជីវិតរបស់យើងនឹងវាត្រូវកំណត់ដោយសារអ្នកដទៃបាត់ហើយហ្នឹងឯងបើអ្នកដទៃឲ្យយើងសុខបានយើងសុខហ្នឹងឯងបើអ្នកដទៃឲ្យយើងកើតទុក្ខយើងក៏កើតទុក្ខអញ្ចឹងណាឬក៏យ៉ាងម៉េចមើលញាតិញោមហ្នឹងឯងយើងអត់មានរស់នៅដោយជំហររបស់ខ្លួនយើងទេឬជីវិតរបស់យើងទុកឲ្យអ្នកដទៃកំណត់ឲ្យឬចង់ឲ្យយើងទៅជាទេវតាទៅចង់ឲ្យយើងធ្លាក់នរកទៅតាមអ្នកដទៃអញ្ចឹងឬអានេះបានសេចក្តីថាជាបុគ្គលទន់ខ្សោយយើងត្រូវរឹងប៉ឹងឡើងហើយរឹងប៉ឹងគឺយើងអត់មានតែពឹងអីក្រៅពីកុសលធម៌ទេដែលឲ្យយើងរឹងប៉ឹងហើយកុសលធម៌នេះគឺថានៅជាមួយនឹងជីវិតដែលយើងបានរស់នេះឯងទាំងបាយមួយចានសម្រាប់មួយថ្ងៃហ្នឹងយើងរស់ហើយដល់យើងរស់ហើយណាយើងមិនមែនទៅពឹងរបស់ខាងក្រៅទេទានសិលភាវនាចំណេះដឹងបត្រៃបីដកនៅចាំយើងអាននៅចាំយើងសិក្សារៀនសូត្រហើយនឹងប្រតិបត្តិតាមទាំងយើងមិនត្រួតត្រងបីដកអីទាំងអស់ទេប៉ុន្តែយើងល្មមតែប្រព្រឹត្តបរិបត្តិឲ្យយើងមានកុសលឆន្ទៈនឹងឯងមមតំឡើងដើម្បីបានជាទីពឹងដូចផ្កាអញ្ចឹងយើងមិនទម្លាក់ខ្លួនមកជាសម្រាមមកជារបស់ដែលជាជីជាលមួកអីនឹងអញ្ចឹងទៅមួកគោលមួកកជាវអីអញ្ចឹងណាអត់ទេគឺថារបស់ទាំងអស់ហ្នឹងជួយឲ្យយើងរឹតតែល្អទៅទៀតពណ៌ល្អក្លិនយើងគឺក្លិនផ្កាក៏អូបគឺយើងមិនមែនទៅជាក្លិនស្អុយអីដូចម៉ូតលមួកទេជីវិតរបស់យើងគឺត្រូវពឹងខ្លួនឯងជាផ្កាអញ្ចឹងហ្នឹងឯងកូនចៅមានកតញ្ញុតាធម៌ដឹងគុណមេត្តាបិតាដឹងគុណព្រះសង្ឃថែរក្សាព្រះសាសនាយើងគោរពបូជាទំនុកបម្រុងព្រះសង្ឃឲ្យមានកុដិសាលាព្រះវិហារវត្តអារាមដើម្បីថែរក្សានៅបត្រៃបីដកពុទ្ធវចនៈដើម្បីយើងនឹករលឹកឃើញហើយយើងរីករាយយើងជ្រះថ្លាយើងសប្បាយចិត្តអានេះឯងគុណភាពនៃជីវិតរបស់យើងនឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទត្រូវកំណត់ជីវិតដោយខ្លួនឯងដើរនៅក្នុងផ្លូវដែលយើងបានទទួលយកមកអំពីព្រះសាសនានឹងជាផ្លូវត្រូវដោយខ្លួនយើងឈួរជើងរបស់យើងដើរដោយជើងរបស់យើងកុំខ្ចីជើងគេមកដើរមិនកើតទៅអាហ្នឹងគឺក្នុងន័យដែលពុទ្ធបរិស័ទយើងរីករាយជាមួយនឹងព្រះសាសនាហ្នឹងគឺថាអ្វីយើងមានជាទីពឹងខ្លួនឯងណាតែទានសិលភាវនានឹងមមតំណាស់ជាដំណើរដែលយើងត្រូវទៅកម្មព្រះនិព្វានបរមសុខនឹងឯងអាហ្នឹងឲ្យមានចំហច្បាស់លាស់មានទិសដៅអញ្ចឹង